ដាំតាមខោសងស្ដាំវិញវិញស្ដាំចូលស្ដាំរបស់ពេជ្រសម្បត្តិហើយលោកអញ្ញាកដាលបានរាប់ទៅលើកីឡាករចិនបាទកាលូសូអូបាទមួយដៃនេះបាទឈាមច្រមុះទៀតមិនធម្មតាមែនពេជ្រសម្បត្តិទៅប្រកួតនៅឯប្រទេសចិនលើកដំបូងលុតម្ចាស់ផ្ទះទក់សាច់តែម្ដងគ្មានមកផែជាមួយនឹងពេជ្រសម្បត្តិទេមកប្រកួតនេះខ្ញុំគិតថាពេជ្រសម្បត្តិត្រឡប់មកវិញហើយពេជ្រសម្បត្តិពីមុនពីព្រោះពេជ្រសម្បត្តិមករយៈចុងក្រោយនេះគាត់រៀងភាពធន់របស់គាត់ដូចជាមិនសូវជាតាន់ដូចពីមុនទេតែមកប្រកួតនេះគឺខ្ញុំឲ្យ10 លើ 10តែម្ដងពីព្រោះទាំងភាពតាន់ទាំងកម្លាំងកណ្ដាប់ដៃរបស់គាត់គឺមហាទម្ងន់ហ្មងដែលកណ្ដាលកលំដាប់ប្រទេសចិនមួយនេះតែមួយដៃទេគឺអុកគូតញ៉ាច់តែបន្ទាប់ពីអុកគូតហ្នឹងគឺម្នាក់ពេជ្រសម្បត្តិជាអ្នកវាយកីឡាករនេះតែម្នាក់ឯងឲ្យសតតែម្ដងបានជ័យជំនះទាំងពីរប្រកួតបាទឡូវមកដល់ទឹកដីចិនបាទសិតតែប្រទេសធំហើយអាយ៉ាកម្ដាប់ដីមិនធម្មតាដែរកីឡាករចិននេះគឺលំដាប់របស់ប្រទេសគេហើយបាទបានមកដាក់ជាមួយនឹងពេជ្រសម្បត្តិពេជ្រអតិទេពចាញ់មួយហើយជាមួយពេជ្រសម្បត្តិបាទអាចស្ដារដើមឲ្យបាត់តកូលពេជ្របានដែរណាដល់ចូលពីពេជ្រសម្បត្តិវាយស្ដាំពីពេជ្រសម្បត្តិទាត់ឆ្វេងរបស់កាលូសូឆ្វេងស្ដាំរបស់ពេជ្រសម្បត្តិស្ដាំតាមខោសងស្ដាំវិញវិញស្ដាំចូលស្ដាំរបស់ពេជ្រសម្បត្តិហើយលោកអញ្ញាកដាលបានរាប់ទៅលើកីឡាករចិនបាទកាលូសូអូបាទមួយដៃនេះបាទឈាមច្រមុះទៀតដៃធ្ងន់មែនបាទក្របីព្រៃពេជ្រសម្បត្តិបាទដូរដៃជាមួយពេជ្រសម្បត្តិបាច់មិនបាំងអុកគូដែរឥឡូវគ្រូពេទ្យបាទកំពុងតែពិនិត្យមើលហើយអាចនឹងបញ្ហាក្តោងច្រមុះឬយ៉ាងណាបាទឥឡូវពេទ្យឲ្យប្រកួតចាប់ដើមដល់ចូលពីពេជ្រសម្បត្តិដូរដៃចូលឆ្វេងរបស់ពេជ្រសម្បត្តិស្ដាំឆ្វេងរបស់ពេជ្រសម្បត្តិសងស្ដាំវិញពីកីឡាករចិនដាច់ទឹកទី1ឬយ៉ាងណាពេជ្រសម្បត្តិឆ្វេងស្ដាំទាត់ឆ្វេងសងទាត់ស្ដាំរបស់ពេជ្រសម្បត្តិចូលស្ដាំរបស់កីឡាករចិនវិញហាក់ស្ដាំទុកសម្បត្តិនៅទៅដល់ចូលសម្បត្តិនៅទៅដល់ចូលដែរ5គូអត់ទាន់មានគូណាស្លាប់មួយទេចាំមើលពេជ្រសម្បត្តិអាចធ្វើឲ្យចប់មុន3ទឹកឬយ៉ាងណាទាត់ឆ្វេងវាយស្ដាំរបស់ពេជ្រសម្បត្តិឥឡូវលោកកញ្ញាកដាលរុញទៅពេទ្យសាជាថ្មីហើយឃើញថាលហិតហូរមកច្រើនមែនទែនបញ្ហាច្រមុះកីឡាករចិនអាចនឹងធ្ងន់បាទអាចនឹងធ្ងន់បាទដីស្ដាំរបស់ពេជ្រសម្បត្តិបាទដូរទៅដូរមកចូលពេញរបស់ពេជ្រសម្បត្តិបាទកណ្ដាលមុខតែម្ដងដល់អត់អីទេអាចប្រកួតបានឆ្វេងរបស់ពេជ្រសម្បត្តិលផុតកីឡាករចិនអាចជាយាមបាទរក្សាកម្លាំងឲ្យវិញអត់ទាន់ហ៊ានបដូរចាប់លោកកញ្ញាកដាលញែកសម្បត្តិនៅទៅដល់ចូលធាក់ឆ្វេងទប់វាយស្ដាំសងចូលទាត់ក្រោមសម្បត្តិឆ្វេងចូលធាក់ស្ដាំពីកីឡាករចិនពេជ្រសម្បត្តិនៅទៅដល់ចូលវាយស្ដាំរបស់ពេជ្រសម្បត្តិតាមពីពេជ្រសម្បត្តិទាត់ឆ្វេងពីកាលូសូទាត់ស្ដាំវាយឆ្វេងរបស់ពេជ្រសម្បត្តិស្ដាំចូលមុខឆ្វេងថែមមួយទៀតពីពេជ្រសម្បត្តិចាប់ពលាស់រុញដួលទៅគៀនសង្វៀនតែម្ដងដល់ជាង10វិនាទីទីក្នុងទឹកទី1ធាក់ទប់ចូលឆ្វេងរបស់ពេជ្រសម្បត្តិឆ្វេងស្ដាំពោះក្រោមលើពេជ្រសម្បត្តិដល់ចូលវាយស្ដាំឆ្វេងស្ដាំរបស់ពេជ្រសម្បត្តិដើម្បីវាយកោអូយស្អយអាចចុងក្រោយបាច់មិញខុសបាទចូលដៃដំបងបាទកីឡាករចិនព្យាយាមទប់ឲ្យដល់ទឹកសិនស្ដាំរបស់ពេជ្រសម្បត្តិដល់ចូលជាបន្តទៀតឆ្វេងខុសពេលខុសផ្ទះស្ដាំស្រាលពីពេជ្រសម្បត្តិដល់ចូលឆ្វេងស្ដាំលើក្រោមដើម្បីវាយផ្កាអបកែងអុកវាយស្ដាំទាត់ឆ្វេងសងពីកីឡាករចិនទាត់ឆ្វេងដើរចូលជាបន្តដើរចូលធាក់ទប់ស្ដាំរបស់ពេជ្រសម្បត្តិឆ្វេងស្ដាំសងវិញស្ដាំចុងក្រោយចប់ទឹកទី1យើងចាំមើលអាចមើលទៅលោកជាតិបាទអាចដែរបាទព្រោះថាទឹកមួយបាច់មិញនេះបាទកំដាប់ដៃរបស់ពេជ្រសម្បត្តិបាទពេញទៅមុខកីឡាករចិនបាទឡើងឈាមជាបលលោកកញ្ញាកដាលរាប់ដល់8បាទពេជ្រសម្បត្តិព្យាយាមតាមផ្ដាច់ទឹកមួយនេះដែរបាទតែផ្ដាច់មិនបានបាទយើងជាមួយទឹក2ទៀតបាទអញ្ចឹងបើឈ្នះធម្មតាបាន3លានតែបើឈ្នះសន្លប់បាទទាំងសល់2ទឹកសម្រាប់ពេជ្រសម្បត្តិបើឈ្នះសន្លប់បាទគឺឡើងដល់6លានរៀលបាទពីការឧបត្ថម្ភរបស់អ្នកបញ្ញាស្នាងវឌ្ឍនៈឥឡូវពេជ្រសម្បត្តិនៅតែព្យាយាមដើរចូលរបស់ពេជ្រសម្បត្តិតាមទៅទៀតទាត់ស្ដាំអូយបាទជើងខ្លីតែព្យាយាមទាត់ខ្ពស់ឆ្វេងស្ដាំរបស់ពេជ្រសម្បត្តិចូលឆ្វេងសងស្ដាំឆ្វេងស្ដាំចូលឆ្វេងរបស់ពេជ្រសម្បត្តិធាក់ទប់ពីកីឡាករចិនធាក់ទប់មួយទៀតបាទទាត់ឆ្វេងវាយស្ដាំរបស់ពេជ្រសម្បត្តិឥឡូវទៅហ៊ានដូរកណ្ដាប់ដៃហើយឆ្វេងរបស់ពេជ្រសម្បត្តិស្ដាំរបស់ពេជ្រសម្បត្តិឆ្វេងស្ដាំដល់ចូលទាត់ស្ដាំរបស់ពេជ្រសម្បត្តិទុនជើងតិចចាក់ជង្គង់ឆ្វេងសងពីកីឡាករចិនអុកកែងស្ដាំសងកែងស្ដាំវិញចូលលូកឆ្វេងពីកីឡាករចិន
ទាត់ក្រោមពីពេជ្រសម្បត្តិ ពេជ្រសម្បត្តិដល់តែព្យាយាមចូលគៀកចូលគៀកពីពេជ្រសម្បត្តិបាយស្ដាំរុញចេញពីកីឡាចិនស្ដាំឆ្វេងទាត់ក្រោមទាត់ឆ្វេងពីកីឡាចិនទាត់ស្ដាំបាយស្ដាំរបស់ពេជ្រសម្បត្តិវិញស្ដាំឆ្វេងដល់ពេជ្រសម្បត្តិស្ដាំមួយទៀតអូបាទឈាមពេញមុខតែម្ដងបាទគីកីឡាចិនបាទជាពិសេសគឺជ្រុំមកបាទដើរចូលពីពេជ្រសម្បត្តិទៀតដល់កែងបកអត់បានបកទេចូលកែងរបស់ពេជ្រសម្បត្តិវិញរៀកករុញទាញបំបិលដួលអូបាទចង់អស់ហើយលីងហ៎លើផ្លែចង់រួចហើយបាទដល់លោកញ៉ាំដល់ជួយជូតឈាមឲ្យផងឲ្យចូលទៀតពីពេជ្រសម្បត្តិធាក់ជប់ពីកីឡាករចិនសម្បត្តិទៅដើរចូលសម្បត្តិទៅដើរចូលបាយស្ដាំខុសពេលស្ដាំស្រាលទេមិនជិតបីពីពេជ្រសម្បត្តិកំពុងតែរកកន្លែងហើយពេជ្រសម្បត្តិញាក់ឆ្វេងតាមស្ដាំរបស់ពេជ្រសម្បត្តិស្ដាំរបស់ពេជ្រសម្បត្តិទាត់ឆ្វេងពីកីឡាចិនទាត់ឆ្វេងអត់ឈឺពីពេជ្រសម្បត្តិបីស្ដាំចូលពោះបីឆ្វេងចូលមុខស្ដាំឆ្វេងចូលពោះស្ដាំឆ្វេងស្ដាំចូលពោះពីពេជ្រសម្បត្តិបីស្ដាំសពីកីឡាចិនបោះជង្គង់ដើរចូលពីពេជ្រសម្បត្តិបាញ់មុខអត់ទៅពីបាយពោះស្ដាំចូលមុខស្ដាំថែមទៀតពីពេជ្រសម្បត្តិឆ្វេងស្ដាំអត់ទៅទេលោតបាយស្ដាំទៀតពីពេជ្រសម្បត្តិបាទបោះជង្គង់ឆ្វេងសងពីកីឡាចិនកាឡូโซទាត់ឆ្វេងពេជ្រសម្បត្តិដល់តែព្យាយាមដើរចូលឲ្យចូលបីស្ដាំចូលមុខពីពេជ្រសម្បត្តិទៅមួយស្ដាំសងពីកីឡាចិនគេស្ដាំរបស់ពេជ្រសម្បត្តិតាំងបាទបិទមុខឲ្យវាយហើយស្ដាំរបស់ពេជ្រសម្បត្តិដើរចូលទៀតបាទពេជ្រសម្បត្តិបបាក់រកកន្លែងវាយដែរពេលកីឡាចិនគាត់អត់ដូរខ្ញុំថយបាទទាត់ឆ្វេងមួយទៀតទាត់ស្ដាំសងបាយឆ្វេងរុញចេញសិនហើយចូលពេជ្រសម្បត្តិបាយឆ្វេងចូលពោះខាងក្រោមរាក់ស្ដាំខុសពេជ្រសម្បត្តិដើរចូលវិលមកជុំបាយស្ដាំថែមស្ដាំមួយទៀតពីពេជ្រសម្បត្តិស្ដាំហើយចូលពីពេជ្រសម្បត្តិទៀតជុំជើងដើរចូលកីឡាករចិនព្យាយាមថយទាត់ស្ដាំទាត់ឆ្វេងសងអត់ត្រូវដើរចូលជាលោឆ្វេងបាយស្ដាំសើយស្ដាំមួយទៀតចប់ទឹកពីបាទហើយបាទថាតើពេជ្រសម្បត្តិអាចយក6លានបានដែរឬទេបាទមួយទឹកចុងក្រោយបាទសម្រាប់ពេជ្រសម្បត្តិបាទ6លានឬក៏3លានបាទភាគរយបាទនៅតែមានសម្រាប់ពេជ្រសម្បត្តិទាត់ទៅទាត់បោកីឡាករចិននេះក៏ស៊ូដែរបាទចូលបោះពេជ្រសម្បត្តិច្រើនដែរសម្បត្តិក៏ព្យាយាមតាមដែរបាទថាកង់ចេញព្រាមខ្ញុំតាប្រហែលជាទៅហើយកីឡាករចិននេះតែកង់ធំបាទពេជ្រសម្បត្តិបាទព្យាយាមចូលច្រើនចូលទាត់ឆ្វេងពីកីឡាករចិនតាមពីពេជ្រសម្បត្តិតាមទៀតអូបាទក្នុងដៃអេសូបាទបិទជាប់ទាត់ឆ្វេងតាមពីពេជ្រសម្បត្តិទាត់ស្ដាំវិញស្ដាំទូឆ្វេងវិញមុខទៅហើយកីឡាករចិនបាទមិនដឹងថាភ្នែកទុយឬក៏ហើមទេបាទគឺពូតែម្ដងមិនថាច្បោះមិនថាមុខពេលស្ដាំទាត់ស្ដាំរបស់ពេជ្រសម្បត្តិសងវិញបាទស្ដាំរបស់ពេជ្រសម្បត្តិបងប្អូនគាត់ថាមើលទៅឃើញមួយរឿងស្រាលប៉ុន្តែមិនស្រាលទេមើលតែមុខកីឡាករចិនទៅស្ដាំរបស់ពេជ្រសម្បត្តិស្ដាំរបស់ពេជ្រសម្បត្តិស្ដាំពោះទឹកទៀតបាទវិញស្ដាំលោតវាយស្ដាំចូលមុខទៀតពីពេជ្រសម្បត្តិកីឡាករចិនធាក់ទប់មួយបែរឆ្វេងចូលស្ដាំរបស់ពេជ្រសម្បត្តិទឹកចុងក្រោយនេះផ្ដាច់យក6លានពេជ្រសម្បត្តិហើយចូលបុកកែស្ដាំសពេជ្រសម្បត្តិញឹមទៅចូលទៀតឆ្វេងស្ដាំរបស់ពេជ្រសម្បត្តិហើយចូលទាត់ក្រោមស្រាលពីពេជ្រសម្បត្តិគាត់ដែរទាត់បិឆោតទាត់ឆ្វេងបាទសងស្ដាំវិញបាទផុតដូចគ្នាលោកឆ្វេងចូលពីពេជ្រសម្បត្តិតាមទៀតលោតវាយកែងស្ដាំរបស់ពេជ្រសម្បត្តិអត់ទៅទេអូបាទកីឡាករចិនមើលមុខលែងស្គាល់ហើយបាទទាត់ឆ្វេងចាប់ជើងប្រឡែងទៅវិញដួលក៏លែងចង់ងើបដែរអូទ្រង់គ្រឿងអូយបាទនៅស៊ូបានទៀតពេជ្រសម្បត្តិផ្ដាច់បាទផ្ដាច់យក6លានបាទជាង1នាទីចុងក្រោយក្នុងទឹកទី3ពេលស្ដាំរបស់ពេជ្រសម្បត្តិវិញស្ដាំសាយខុសរៀកកកិច្ចផុតទៀតយល់ទាត់ស្ដាំពីពេជ្រសម្បត្តិចាប់ជើងលេងវិញចូលស្ដាំតាមទៀតទាត់ឆ្វេងគៀសជើងបានវាយស្ដាំពីពេជ្រសម្បត្តិនៅដើរចូលគោះជើងក្រោមហើយមួយពីកីឡាករចិនទាត់ឆ្វេងក្រោមចូលស្ដាំរបស់ពេជ្រសម្បត្តិសងស្ដាំអីពីកីឡាករចិនវែងស្ដាំសើយក្រោមពីពេជ្រសម្បត្តិបាទវាយញឹមពីពេជ្រសម្បត្តិស្ដាំពីដៃស្ដាំរបស់ពេជ្រសម្បត្តិលោកឆ្វេងបាទដកឃ្លីហើយកីឡាករចិនគីឡូក្រោមពីពេជ្រសម្បត្តិ
បាទទាត់ក្រៅមួយបាទហ៊ានបដូរតែម្ដងបាទតាំងពីចូលមកដៃបាទបីចំមុះមកបាទកណ្ដាលក៏ចិនបាទគឺទប់តែម្ដងសម្បត្តិបីតែម្ដងឯងចង់ហត់ហើយលោតវាយស្ដាំពីពេជ្រសម្បត្តិក្រៀកកជាប់ក្រៀកកចង្គង់ស្ដាំគង់ស្រាលពីនាទីចុងក្រោយហើយចូលទៀតពីពេជ្រសម្បត្តិចាប់ទឹកទី3ដែរបាទចាប់ទឹក3ហើយយើងចាំមើលលទ្ធផលទាំងអស់គ្នាថាទីបាយរបស់លោកម៉ៃសុជាតិលឺសូតែឈ្មោះពេជ្រសម្បត្តិទេពួកពេជ្រសម្បត្តិដេញរហូតហើយបាទ3ដុល្លារបាទនេះគឺជាពេលវេលាល្អដែលបងប្អូនបានតាមដានទស្សនាពេលវេលាល្អពេលវេលាជាមួយគ្រុឌបាទដែលមានស្រាបៀរគ្រុឌផលិតឡើងសម្រាប់យ៉ាងសម្រិតសម្រាំងបាទពីគ្រឿងផ្សំល្អក៏ដូចជាស្រាបៀរគ្រុឌឡៃដែលផលិតឡើងសម្រាប់មនុស្សសម័យថ្មីផលិតតាមបច្ចេកវិទ្យាថ្មីចុងក្រោយបំផុតបាទនេះជារូបភាពបាទនេះជាអនុស្សាវរីយ៍នេះគឺជាមិត្តភាពនេះគឺជាការប្រកួតប្រជែងរវាងក្បាច់គុណប្រទេសទាំងពីរ接下来宣布比赛结果：1号裁判26比30 ，Judge number 1 26 to 30。2号裁判26比30 ，Judge number 2 26 to 30。3号裁判26比30 ，Judge number 3 26 to 30。本场比赛3位裁判一致性判定蓝方胜。អបអសាទរទៅដល់កីឡាករគុណខ្មែរនៃព្រះរាជាណាចក្រកម្ពុជាពេជ្រសម្បត្តិនៅក្នុងពេលនេះខ្ញុំបាទក៏សូមថ្លែងអំណរគុណជូនទៅកាន់អ្នកអញ្ញាសម្អាងវឌ្ឍនៈអគ្គនាយកនៃក្រុមហ៊ុនវឌ្ឍនៈបរិវរីឧបត្ថម្ភជូនពេជ្រសម្បត្តិចំនួន3លានរៀល接下来，掌声有请颁奖嘉宾：成都农商银行代表华沙先生，香港工商协进联盟常务副主席、峨眉传奇香港推广人关中伟先生。有请2位嘉宾。បាទសូមអញ្ជើញថ្នាក់ដឹកនាំកំពូលតំណាងស្ថាប័ន Early Legion ដែលជាស្ថាប័នធំនៅក្នុងប្រទេសចិនប្រគល់ជូនពានជូនពេជ្រសម្បត្តិនិងបាច់ផ្កាបាទជូនទៅកាន់កាឡូសូបាទលើកទឹកចិត្តបាទជូននៅក្នុងថ្ងៃនេះអរគុណច្រើនបាទសូមអបអរសាទរជូនទៅកាន់ក្របីព្រៃស្នែកមាសប្រឡាក់ឈាមពេជ្រសម្បត្តិបាទឥឡូវនេះសូមថ្លែងអំណរគុណជូនទៅកាន់អ្នកអញ្ញាសម្អាងវឌ្ឍនៈឧបត្ថម្ភថែម1លានទៀតសរុបទាំងអស់បាទពេជ្រសម្បត្តិបាន4លានបាទ在此要特别感谢赛事特约合作伙伴光良酒和自己人喝光良酒，感谢领导嘉宾的莅临，同时感谢2位选手精彩的表现，谢谢。អរគុណច្រើនចាំបងប្អូនយើងនៅមានបកគូទៀតបងប្អូនរងចាំទស្សនាទាំងអស់គ្នាសម្រាប់ការប្រកួតនៅក្នុងពេលនេះអរគុណដល់ក្រុមហ៊ុនវឌ្ឍនៈ苏子轩来到我们擂台中央300。那么这场比赛呢，显然对手发挥更出色一些，但是对于这场比赛自己的表现，大概有什么样的看法？对于这场比赛，你自己的预期是怎样的？觉得自己发得不好，中了一个中拳之后就没有回过神来，就没有打出很多反击，对不起。What do you think of our opponent, a Chinese fighter? មានអីនិយាយទៅកាន់កីឡាករចិនអត់សម្រាប់ខ្ញុំគឺគាត់ល្អតែទេអាវុធគាត់ធ្ងន់ជាពិសេសគឺគាត់ឆ្លាតវាយល្អ他说我们中国选手其实非常的厉害，他也觉得他的表现非常的聪明。那么如果要是有机会，苏子轩以后未来还有在峨眉传奇2番战的机会，你愿不愿意继续挑战这个对手？当然，什么对手我都愿意挑战。谢谢。那么对于这场比赛赢了之后呢，在峨眉传奇未来的发展有什么样的预期？300。What is your goal of EM Legend after you winning this game? What do you think of this Chinese organizer, and what do you think of your performance will be shown in EM Legend? សម្រាប់កម្មវិធីនេះគឺល្អបងបាទជាពិសេសគឺមានការគ្រប់គ្រងពីបងប្អូនច្រើន 他说呢，峨眉传奇是一个非常好的赛事，也给了很多选手特别多的支持和鼓励，所以他希望能够再次来到中国参加峨眉传奇的比赛。女士们、先生们，掌声送给苏子轩。